បាទជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងបណ្ដាញ YouTube ទាំងអស់គ្នាហើយនេះគឺជាពាងរបស់ខ្ញុំកាលពីមុននេះគឺខ្ញុំដាំល្ហុងឥឡូវយើងបេះផ្លែវាអស់ហើយចង់បដូរមុខអឺគេហៅថាមិនធ្វើដូចមុនទៀតទេចង់រកវិធីធ្វើអ្វីដែលអាចទទួលបានផលចំណេញខ្លះពីលូអស់ទាំងនេះបងប្អូនខ្ញុំចង់ឈប់ដាំដើមល្ហុងទៀតហើយគឺខ្ញុំចង់ធ្វើអីផ្សេងតើបងប្អូនមានយោបល់ទេបងប្អូនខ្ញុំនឹងរើចេញហើយដកដាំល្ហុងនឹងចេញហើយខ្ញុំធ្វើអីផ្សេងជាមួយនឹងលូនឹងបងប្អូនមានចិត្តសប្បុរសជួយប្រាប់ពីយោបល់បងប្អូនម្នាក់មួយមកបងប្អូនណាតែខ្ញុំមានលូច្រើនខ្ញុំគិតថាអាចនឹងធ្វើអ្វីបានខ្លះជាមួយនឹងលូនេះបងប្អូនស្ដាយបើយើងទុកចោលហើយណាមួយល្ហុងនេះគឺខ្ញុំបានបេះផ្លែចាប់សពគ្រប់អស់ហើយឥឡូវគឺខែប្រាំងគឺវាស្ងួតទឹកដោយសារខ្ញុំដាក់លូនោះវាខ្ពស់អញ្ចឹងទៅក៏ទឹកវាអត់ជាប់ទេវាហូរចេញអស់ពេលយើងស្រោចទៅវាស្ងួតលឿនអញ្ចឹងបងប្អូនមានយោបល់ថាខ្ញុំអាចធ្វើអ្វីបានជាមួយនឹងលូនេះសូមបងប្អូនជួយផ្ដល់គំនិតម្នាក់មួយបងប្អូនណាហើយខ្ញុំក៏មានឱកាសនៅផ្ទះច្រើនដើម្បីធ្វើដែរហើយខ្ញុំចង់បានយោបល់ថាធ្វើអីបងប្អូនបានអរគុណណាបងប្អូនដែលបានមើលវីដេអូសូមបងប្អូនជួយចុច like ហើយនឹង share ឲ្យខ្ញុំដែលជាមនុស្សมันមានមុខរបរអីធំដុំនឹងគេបានម្នាក់មួយផងណាបងប្អូនបានអរគុណច្រើនណាសម្រាប់ការជួយរបស់បងប្អូន